ពីវិធីក្នុងការព្យាបាលទៅលើជំងឺកាមរោគសៀកមួនចាបងបានដឹងហើយថាជំងឺកាមរោគសៀកមួនគឺជាជំងឺមួយដែលវាឆ្លងលឿនបំផុតតាមរយៈផ្លូវភេទចាមិនថាមានដៃគូតែម្នាក់ឬក៏មានដៃគូច្រើនអ្នកទេប៉ុន្តែអ្វីដែលប្រឈមខ្លាំងបំផុតចំពោះស្ត្រីឬក៏បុរសដែលគាត់មានដៃគូច្រើនហើយអត់បានការពារដល់ការប្រើប្រាស់ស្រោមប៉ុន្តែក្នុងករណីយើងមានដៃគូច្រើននេះក៏អត់ជាបញ្ហាដែរពីព្រោះវាគឺជាចំណងចំណូលចិត្តរបស់បុគ្គលម្នាក់ៗទេប៉ុន្តែបងត្រូវចាំថាអ្នកដែលមានដៃគូច្រើនក៏ងាយក្នុងការបង្កមេរោគច្រើនដូចគ្នាចាហើយបច្ចុប្បន្ននេះជំងឺកាមរោគ HPV គឺមានការផ្ទុះខ្លាំងមែនទែនជាពិសេសគឺទាក់ទងជាមួយនឹងជំងឺកាមរោគសៀកមាន់នឹងតែម្ដងអញ្ចឹងបើសិនជាបងបរោះបងស្ត្រីកើតមានទៅលើបញ្ហាជំងឺនេះហើយអត់បានព្យាបាលបងប្រឈមជាមួយនឹងមហារីកមិនបានរកដំណោះស្រាយបានត្រឹមត្រូវបងប្អូននឹងចាប្រឈមជាមួយនឹងបញ្ហាការព្យាបាលជំងឺនឹងអត់ជាដាច់តែម្ដងតែបើក្នុងករណីបងកើតមានទៅលើបញ្ហាជំងឺនេះហើយតើគួរដោះស្រាយតាមវិធីណាខ្លះហើយទៅលើវិធីសាស្ត្រនៃការព្យាបាលគឺមានពីរវិធីធំដោយវិធីសាស្ត្រទី1នេះបងអាចធ្វើការកាត់ដុតបានការដុតការបាញ់កាំនេះស្មៅជាដើមដើម្បីកាត់ផ្ដាច់នៅទៅលើសាច់ដែលបងកំពុងតែកើតមានកពីកពោកកញឹមតាមបរិវេណទ្វីមាសតាមបរិវេណប្រដាប់ភេទហើយក្នុងករណីធ្វើការដុតនេះបងអាចអញ្ជើញទៅព្យាបាលនៅ clinic ឬក៏នៅមន្ទីរពេទ្យធំណាមួយដែលបងអាចទុកចិត្តបានគឺបងអាចធ្វើការព្យាបាលដោយការដុតបានករណីទី2គឺទាក់ទងជាមួយនឹងការថែទាំសុខភាពពីផ្នែកខាងក្នុងហើយតេតងជាមួយនឹងការថែទាំសុខភាពខាងក្នុងនេះគឺសំខាន់ខ្លាំងមែនទែនពីព្រោះទៅលើពពួកកាមរោគក្នុងករណីបងចម្លងងាយក្នុងការចេញជារោគសញ្ញាការដនំសាច់ចេញពីបរិវេណទ្វីមាសចេញពីបរិវេណផ្លូវភេទលុះត្រាតែរាងកាយបងខ្សោយប្រព័ន្ធធាតុផ្សំមានការចុះខ្សោយខ្លាំងទៅបងចាងាយក្នុងការកើតមានជំងឺអញ្ចឹងក្នុងករណីនេះបងក៏អាចប្រើប្រាស់ក្នុងការញ៉ាំថ្នាំហើយនឹងការប្រើប្រាស់គ្រីមបានដូចគ្នាអញ្ចឹងបើសិនជាបងកំពុងតែមានការលេចឡើងការដុសដុំសាច់អត់មានអាការៈធ្វើទុកអត់មានឈឺអត់មានការក្តៅក្រហាយអត់មានការលំមួអត់មានទៅលើបញ្ហាការធ្លាក់សធ្លាក់ទឹករំអិលបងបញ្ញាប់ក្នុងការព្យាបាលនេះបានត្រឹមត្រូវតែបើសិនជាបងចង់ដឹងព័ត៌មានបន្ថែមចង់ដឹងថាវិធីសាស្ត្របែបណាក្នុងការដោះស្រាយទៅលើបញ្ហាជំងឺបងអាចធ្វើការទំនាក់ទំនងតាមរយៈ Telegram